បលូននៅនឹងជាទីមេត្រីក្រសួងការពារជាតិកម្ពុជាអះអាងថាចាប់ពីពេលនេះតទៅកម្ពុជានឹងធ្វើទំនើបកម្មយោធាគ្រប់ផ្នែកទាំងអស់មិនត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករៀមប៉ុណ្ណោះទេដើម្បីធានាការពារនូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនទៅថ្ងៃមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានលើកឡើងនៅក្នុងពិធីប្រជុំសព្វផ្សាយខ្លឹមសារសិភៅសការពារជាតិកម្ពុជាកាលពីថ្ងៃពុធកន្លងទៅថាការធ្វើទំនើបកម្មយោធាមិនមែនត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករៀមប៉ុណ្ណោះទេតែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យការពារអាកាសអាវុធធុនធ្ងន់ការសង្គ្រោះប្រតិបត្តិការរក្សាសន្តិភាពការប្រឆាំងទៅនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាដើមប្រពន្ធដដែលលើកឡើងទៀតថាការធ្វើទំនើបកម្មកងយុទ្ធពលខេមរៈភូមិន្ទនេះគឺជាអាទិភាពចម្បងមួយក្នុងដំណើរនៃការស្វែងនៃការកែតម្រង់វិស័យយោធារបស់កម្ពុជាព្រោះថាសមត្ថភាពកងទ័ពរបស់កម្ពុជានឹងមិនត្រូវបន្តឲ្យស្ថិតនៅក្នុងសភាពចាស់គំរិលតោកយ៉ាក់ឬដើរថយក្រោយឡើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាក់ថាការធ្វើទំនើបកម្មនេះមិនមែនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេប៉ុន្តែគឺដើម្បីការពារខ្លួននិងរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះក្នុងនោះក៏ដើម្បីថែរក្សាការពារឲ្យបានដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលមានចរិតបដិវត្តពណ៌និងដើម្បីភាពសុខដុមរមនានិងវិបុលភាពរបស់ប្រជាជាតិកម្ពុជាផងដែរកាលពីថ្ងៃទី1ខែកញ្ញាឆ្នាំ2022រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាបាញ់បានលើកឡើងនៅក្នុងពិធីប្រគល់និងទទួលរថយន្ត150គ្រឿងនិងសម្ភារៈយោធាដែលជាជំនួយរបស់ក្រសួងការពារជាតិចិនដល់ក្រសួងការពារជាតិកម្ពុជាថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មយោធារបស់ខ្លួនក្នុងនោះនៅមូលដ្ឋានសមុទ្ររៀមក៏ដោយហើយការចោទប្រកាន់ថាកម្ពុជាបានអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេសគឺជារឿងមិនពិតទាំងអស់លោកទាបាញ់លើកឡើងថាការកសាងទំនើបកម្មយោធារបស់កម្ពុជាគឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតតែប៉ុណ្ណោះហើយការធ្វើទំនើបកម្មនេះកម្ពុជាបានត្រៀមយូរណាស់មកហើយប៉ុន្តែទើបតែនឹងអនុវត្តយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះដោយសារតែកម្ពុជាមានតម្រូវការចាំបាច់នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាសាស្ត្រស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិកនិងជាអតីតអ្នកទស្សនយោបាយហើយក៏ជាមន្ត្រីជាន់ខ្ពស់នៃបកសង្គ្រោះជាតិផងដែរគឺលោកមីតវណ្ណារាបានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅថ្ងៃនេះថាអ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះទោះធ្វើទំនើបកម្មយោធាឬធ្វើអ្វីក៏ដោយគឺត្រូវតែស្ថិតនៅក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស1991ដែរលោកមីសវណ្ណារាលើកឡើងថាដែនអធិបតេយ្យរបស់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ននេះត្រូវការពង្រឹងជាចាំបាច់ជាទីបំផុតដើម្បីធានានូវបូរណភាពទឹកដីរបស់ខ្លួនក្នុងនោះកម្ពុជាក៏ត្រូវអនុវត្តតាមនីតិវិធីច្បាប់ស្តីពីបូរណភាពទឹកដីអធិបតេយ្យភាពដែនដីដែលមិនអាចរំលោភបានដោយដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនិងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់ផងដែរតែទន្ទឹមនឹងបញ្ហានេះក្រុមអ្នកខ្លាំមើលសង្គមរមានថាកម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតជាមិនខានប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនព្រមប្រើយន្តការអន្តរជាតិជាពិសេសកិច្ចព្រមព្រៀងក្រុងប៉ារីស1991ដើម្បីការពារដែនអធិបតេយ្យភាពជាតិរបស់ខ្លួនត្បិតកម្ពុជានៅពេលនេះមិនត្រឹមតែរងនៅវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេតែថែមទាំងប្រឈមទៅនឹងការបាត់ប្រទេសទាំងមូលថែមទៀតផងលោកនាងជាទីមេត្រីមន្ត្រីការពារសិទ្ធិមនុស្សអាត6អះអាងថាតុលាការកំពូលមិនមានឆន្ទៈក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្សក្រោយពីតុលាការមួយនេះបដិសេធទម្លាក់បទចោទប្រកាន់ទៅលើពួកគាត់ទាំង5រូបក្រោមការចោទប្រកាន់សុកប៉ាន់សាក់សីនិងសំគំនិតសុកប៉ាន់សាក់សីដែលតុលាការថ្នាក់ក្រោមសម្រេចផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់5ឆ្នាំទុកជាបានការដដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោកនិលនុនបានប្រកាសសាធិការបណ្ដឹងសារទុកមន្ត្រីនិងអតីតមន្ត្រីការពារសិទ្ធិមនុស្ស5រូបនៅថ្ងៃសុក្រនេះបន្ទាប់ពីបើកសវនកម្មកាលពីថ្ងៃទី4ខែវិច្ឆិកាកន្លងទៅការប្រកាសសាធិការនៅថ្ងៃនេះលោកនិលនុនបានសម្រេចបដិសេធទម្លាក់បទចោទប្រកាន់ទៅលើមន្ត្រីនិងអតីតមន្ត្រីការពារសិទ្ធិមនុស្ស5រូបដោយការសម្រេចរបស់សាលាឧទ្ធររាជធានីភ្នំពេញដែរប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការកំពូលបន្ទាប់ពីស្ដាប់ការប្រកាសសាធិការមន្ត្រីការពារសិទ្ធិមនុស្សលោកយីសុកសានបានបង្ហាញការសោកស្ដាយដែលតុលាការកំពូលមិនទម្លាក់បទចោទប្រកាន់ទៅលើពួកគាត់ទាំង5រូបលោកបន្តថាការមិនទម្លាក់នេះបង្ហាញឲ្យឃើញថាតុលាការកំពូលមិនមានឆន្ទៈ
ក្នុងការផ្ដល់យុត្តិធម៌ដល់ពួកគាត់ដែលជាអ្នកការពារសិទ្ធិមនុស្សចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត6លោកសង្សានករណាចាត់ទុកការសម្ដែងរបស់តុលាការជាន់ខ្ពស់ថាជារឿងអយុត្តិធម៌និងមិនឆ្លុះបញ្ចាំងឲ្យឃើញថាអ្នកការពារសិទ្ធិមនុស្សនៅតែរងការធ្វើទុកបុកម្នេញនិងបំបាក់ស្មារតីអ្នកធ្វើការងារសង្គមដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋក្នុងការពង្រឹងវិស័យសិទ្ធិមនុស្សនៅកម្ពុជាលោកបន្តថាការតម្កល់នេះវាបង្ហាញឲ្យឃើញដែរថាតុលាការនៅកម្ពុជាមានរហូតដល់3ថ្នាក់ក៏ពិតមែនប៉ុន្តែនៅតែមិនអាចរកយុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្សបានទោះបីជាមន្ត្រីសិទ្ធិមនុស្សមានផុសតាងបញ្ជាក់ច្បាស់លាស់យ៉ាងណាក៏ដោយចំណែកជនដែលចោទប្រកាន់មកលើមន្ត្រីសិទ្ធិមនុស្សទាំង5រូបមានតែលិខិត4សន្លឹកហើយមិនដែលចូលខ្លួនទៅបំភ្លឺនៅតុលាការទាល់តែសោះតែបែរជាតុលាការយករឿងនេះមកពិចារណានិងចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្សទៅវិញលោកសង្សានករណាចាត់ទុកការបដិសេធមិនបានចំណេញអ្វីនោះទេប៉ុន្តែផ្ទុយទៅវិញវាបង្ហាញពីភាពអាម៉ាស់នៃប្រព័ន្ធយុត្តិធម៌និងធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិបាត់បង់ជំនឿបន្ថែមទៀតអ្នកការពារសិទ្ធិមនុស្សរូបនេះបញ្ជាក់ថាទោះបីជាតុលាការកំពូលមិនព្រមទម្លាក់បទចោទប្រកាន់លើមន្ត្រីទាំង5រូបហើយសាលក្រមសំណុំរឿងនេះនៅត្រូវចូលជាស្ថាពរក្តីប៉ុន្តែពួកគាត់នៅតែមិនបោះបង់បេសកកម្មនិងការងារការពារសិទ្ធិមនុស្សដើម្បីជួយដល់សង្គមនិងអ្នករងគ្រោះនៅឡើយបើតាមគម្រោងអង្គការគម្រោងយុត្តិធម៌ពិភពលោកដែលហៅថា World Justice Project បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី26ខែតុលាឆ្នាំ2022បានដាក់ចំណាត់ថ្នាក់កម្ពុជានៅបានតារាងដោយស្ថិតនៅក្នុងលេខរៀងទី139ក្នុងចំណោមប្រទេស140លើពិភពលោកដែលបានធ្វើការវិតម្លៃរបាយការណ៍ដដែលបន្តថាមូលហេតុដែលទាញទម្លាក់នីតិរដ្ឋកម្ពុជានៅដល់បានតារាងនេះដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នរដ្ឋសភានិងតុលាការដែលជាសសរស្តម្ភកម្ពុជារបស់ជាតិហើយបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យមានកំសោយលើការទប់ស្កាត់អំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សរួមទាំងអយុត្តិធម៌សង្គមជាដើមបុគ្គលិកនិងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាត65រូបរួមមានលោកនីសុខាលោកយីសុកសាននិងលោកស្រីលឹមមនីនិងអតីតមន្ត្រីអាត6ចំនួន2រូបទៀតគឺលោកណៃវងដានិងលោកនីចរិយាព្រមទាំងអ្នកប្រាប់ពួកគាត់ទាំង5នាក់នេះត្រូវបានសាលាដំបងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ចំនួន5ឆ្នាំក្រោមបទចោទប្រកាន់សោកប៉ាន់សាក់សីនិងសំគំនិតសោកប៉ាន់សាក់សីប៉ុន្តែតុលាការសម្រេចអនុវត្តទោសក្នុងពន្ធនាគាររយៈពេលតែ14ខែហើយទោសដែលនៅសល់ត្រូវព្យួរពួកគាត់ទាំង5នាក់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែមេសាឆ្នាំ2016ដោយរងការចោទប្រកាន់ថាផ្ដាល់ប្រាក់ជាង$200ទៅឲ្យអ្នកនាងខុមចន្ទរាទីហៅស្រីមុំក្នុងនាមជាជនរងគ្រោះដែលរត់មករកអាត6ឲ្យជួយនៅពេលនោះបានលោកអ្នកនាងជាទីមេត្រីសកម្មជនបពប្រឆាំងរិះគន់ថាសម្បត្តិធម្មជាតិរបស់ខ្មែរមានច្រើនអនេកប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្រគ្មានការអភិវឌ្ឍនិងមិនអាចទទួលបានផលប្រយោជន៍ពីសម្បត្តិធម្មជាតិរបស់ខ្លួនបានសកម្មជនបក្សសង្គ្រោះជាតិមួយរូបគឺលោកហ៊ុនកសលបានសរសេរនៅលើគណនី Facebook របស់លោកនៅថ្ងៃនេះថាកម្ពុជាជាប្រទេសដែលអំណោយផលពីធម្មជាតិមិនគួររងគ្រោះដោយសារគ្រោះធម្មជាតិនោះឡើយគណៈសម្បត្តិធម្មជាតិនានាក៏មានច្រើនសម្បូរបែបប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្រគ្មានការអភិវឌ្ឍស្របពេលដែលធនធានមនុស្សដែលជាអំបូរមានកម្រិតខ្ពស់ខាងផ្នែកស្មារតីបែរជាគ្មានទីកន្លែងសម្រាប់បញ្ចេញសមត្ថភាពរបស់ខ្លួនមិនបានទៅវិញនោះលោកហ៊ុនកសលលើកឡើងថាកម្ពុជាមានព្រៃឈើច្រើនរាប់មិនអស់ប៉ុន្តែពលរដ្ឋខ្មែរត្រូវរងគ្រោះជាប់គុកដោយសាររឿងព្រៃឈើរបស់ខ្លួនលោកថាកម្ពុជាមានបឹងទន្លេសាបប៉ុន្តែកម្ពុជាគ្មានត្រីគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពលរដ្ឋរបស់ខ្លួនហើយបែរជានាំចូលត្រីពីប្រទេសជិតខាងដែលគ្មានជំរកត្រីដោយខ្លួនទៅវិញនោះលោកថាកម្ពុជាមានដីកសិកម្មរាប់លានហិកតាប៉ុន្តែគ្មានទឹកគ្រប់គ្រាន់សម្រាប់ជួយដល់វិស័យកសិកម្មរបស់ខ្លួនឲ្យរីកចម្រើនទៅមុខខណៈកម្ពុជាមានទន្លេមេគង្គដ៏សែនវែងនិងមានបឹងទន្លេសាបទំហំ 3000 គីឡូម៉ែត្រក្រឡានៅរដូវប្រាំងនិងទំហំ 10000 គីឡូម៉ែត្រក្រឡានៅរដូវវស្សានៅតែគ្មាននរណាអាចគ្រប់គ្រងទឹកយកមកប្រើប្រាស់បានស្របពេលដែលវិស័យកសិកម្មបានតែងតែបណ្ដាលមកវិស័យកសិកម្មរបស់ប្រទេសទាំងមូលតែងតែជួបនៅគ្រោះទឹកជំនន់គ្រោះរាំងស្ងួតនៅពេលរដូវប្រាំងជាដើមកាលពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2022នេះបរិះខ្លាំងចិត្តឆៅឧស្សាហ៍ប្រើកណ្ដាប់ដៃគឺលោកហ៊ុនសែនបានគម្រាមថាលោកប្រើពេលត្រឹមតែ24ម៉ោងតែប៉ុណ្ណោះក្នុងការដករដ្ឋមន្ត្រីណាដែលធ្វើការមិនកើត
យ៉ាងណាក៏ដោយក្រុមអ្នកសង្កេតការណ៍រិះគន់ថាការអះអាងរបស់លោកហ៊ុនសែនគ្រាន់តែជាការភូតកុហកប៉ុណ្ណោះជាក់ស្ដែងរដ្ឋមន្ត្រីដែលអសមត្ថភាពជាច្រើនដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃសំអាល់មិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងក៏មិនអាចទប់ស្កាត់ការជួញដូរមនុស្សការលាងលុយកខ្វក់និងបញ្ហាអសន្តិសុខសង្គមជាច្រើនទៀតដែរដោយឡែករដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀបម៉ាញ់ក៏បានធ្វើឲ្យបាត់នៅប្រេងជិត30,000 បារ៉ែលថែមទៀតប៉ុន្តែរដ្ឋមន្ត្រីទាំងអស់នោះនៅតែអាចកាន់តំណែងបានរហូតមកទល់ពេលនេះប្រពន្ធដដែលលើកឡើងទៀតថាប្រព័ន្ធរដ្ឋបាលដែលគ្រប់គ្រងដោយបកកណ្ដាលអំណាចសប្តាហ៍នេះត្រូវគេមើលឃើញថាឧក្រិដ្ឋជនដែលបំផ្លាញព្រៃឈើបំផ្លាញធនធានរ៉ែនិងបំផ្លាញធនធានធម្មជាតិផ្សេងៗតែរួចផុតពីទោសទណ្ឌតាមផ្លូវច្បាប់ជានិច្ចជាក់ស្ដែងជាងនេះទៅទៀតពួកគេតែងត្រូវបានលើកដំកើងទៅជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទៅវិញដូចជាអុកញ៉ាលឹមបណ្ណាហៅខ្នាដែលល្បីខាងរកស៊ីឈើខុសច្បាប់តែងត្រូវបានតែងតាំងជាជំនួយការរបស់លោកហ៊ុនសែនក្នុងឋានៈជាប្រធានបកប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះជាងនេះទៅទៀតនាយករងការិយាល័យបំផន់អក្សរនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកចាបសរនដែលជាឈ្មោះរកស៊ីឈើខុសច្បាប់ក៏ក្រៅតំបន់ព្រៃឡង់ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរៈស្នេហ៍ឯកជាឧត្តមសេនីយ៍ត្រីផងដែរតែទន្ទឹមនឹងបញ្ហានេះប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោកប៉ាងវទៀងធ្លាប់លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាននៅ Cambodia Daily កាលពីពេលកន្លងទៅថាក្រសួងទាំង27របស់កម្ពុជាដែលកំពុងដឹកនាំដោយរដ្ឋមន្ត្រីនិងគ្រប់គ្រងដោយមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនសប្តាហ៍ថ្ងៃនេះមិនត្រឹមតែមិនដឹកនាំឲ្យមានភាពរីកចម្រើនសម្រាប់សង្គមជាតិនោះទេប៉ុន្តែបែរជាធ្វើឲ្យអន់ថយនិងបង្កើតឲ្យមានបទល្មើសខុសច្បាប់ស្ទើរតែគ្រប់ក្រសួងទាំងអស់ទៅវិញដែលជាកត្តារាំងស្ទះដល់ការរីកចម្រើនរបស់កម្ពុជាធ្ងន់ធ្ងរបាទលោកអ្នកនាងជាទីមេត្រីនៅពេលនេះយើងចូលដល់នីតិព័ត៌មានអន្តរជាតិថ្ងៃទី16ខែវិច្ឆិការបបសឹកភូមាបានដោះលែងអ្នកទោសជិត 6,000 នាក់ដែលក្នុងនោះមានអ្នកទោសមនសិការអ្នកទោសនយោបាយរួមនឹងអ្នកទោសជនបរទេសមួយចំនួនផងដែរប៉ុន្តែទង្វើរបស់របបសឹកភូមាមិនទាន់ត្រូវបានចាត់ទុកថាជាការឆ្លើយតបទៅនឹងគោលការណ៍5ចំណុចដែលមេដឹកនាំអាស៊ានបានសម្រេចចំពោះមេដឹកនាំរដ្ឋប្រហារឧត្តមសេនីយ៍មានអមលាំងកាលពីខែមេសាឆ្នាំ2021នោះទេនៅក្នុងពេលបើកកិច្ចប្រជុំមេដឹកនាំកម្ពុជាដែលមានអាសនៈមានឋានៈជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលដែលជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាកាលពីសប្តាហ៍កន្លងទៅនោះគឺរបៀបរយៈអំពីបញ្ហាភូមិជាចំណុចកណ្ដាលកគុកជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៅទៀតយ៉ាងហោចណាស់មេដឹកនាំចំនួន5ប្រទេសបានបញ្ចេញចំហប្រហាក់ប្រហែលគ្នាស្នើឲ្យចាត់វិធានការទៅលើរបបសឹកឲ្យបានធ្ងន់ធ្ងរបំផុតតាមដែលអាចធ្វើទៅបានទោះមានវិធានការតំបន់ឬកម្រិតអន្តរជាតិខ្ពស់បំផុតយ៉ាងណាក៏ដោយនៅក្នុងជំនួបនោះប្រធានាធិបតីឥណ្ឌូនេស៊ីលោកជូកូវីដូដូដែលឆ្នាំក្រោយនេះនឹងក្លាយជាប្រធានអាស៊ានបានឡើងថ្លែងនៅចំពោះមុខប្រធានអាស៊ានឆ្នាំ2022គឺលោកហ៊ុនសែនលោកជូកូវីដូដូអះអាងថារបបសឹកភូមិមិនអាចក្លាយជាតំណាងប្រជាជនភូមិលើវេទិកាអាស៊ានបាននោះទេហើយចាំបាច់ត្រូវរកវិធានការធ្ងន់ធ្ងរដើម្បីចាប់បង្ខំឲ្យមេរដ្ឋប្រហារភូមិទទួលកំហុសខុសឆ្គងរបស់ខ្លួនចំពោះការបង្កអសន្តិសុខក្នុងតំបន់ការរំលោភសិទ្ធិមនុស្សនិងរំលាយប្រព័ន្ធប្រជាធិបតេយ្យនៅភូមិនៅក្នុងនោះមានមេដឹកនាំប្រទេសចំនួន4ទៀតបានបង្ហាញការគាំទ្រលោកជូកូវីដូដូគឺតំណាងប្រទេសម៉ាឡេស៊ីតំណាងប្រទេសសិង្ហបុរីមេដឹកនាំហ្វីលីពីននិងមេដឹកនាំនៃប្រទេសប្រ៊ុយណេប៉ុន្តែកម្ពុជាដែលឆ្នាំនេះជាប្រធានអាស៊ានបែរជាចំទាស់ចំហមេដឹកនាំឥណ្ឌូនេស៊ីហើយក្នុងនោះក៏មានអតីតមេរដ្ឋប្រហារនៅរាជាណាចក្រថៃប្រយុទ្ធច័ន្ទអូចានិងមេដឹកនាំឡាវក៏ចំទាស់ទៅនឹងលោកជូកូវីដូដូដែរប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថាឆ្នាំ2023នេះរបបសឹកភូមិប្រកាសជាដឹងថាឥណ្ឌូនេស៊ីមិនមែនដូចកម្ពុជាដែលទុកឱកាសឲ្យរបបសឹកភូមិមានអំណួតកេងកាងនិងអំណាចឈួតលីលាដោយសារតែរដ្ឋប្រហារនោះទេអ្នកសង្កេតការណ៍មើលឃើញថាប្រទេស4នៃសមាគមអាស៊ានដែលមានផែនការយកសំណុំរឿងភូមិទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺឥណ្ឌូនេស៊ីហ្វីលីពីនម៉ាឡេស៊ីនិងសិង្ហបុរីសំណុំរឿងរបបសឹកនេះការពិតធ្លាក់ទៅក្នុងការរកដំណោះស្រាយចាត់វិធានការជាច្រើនលើកមកហើយនៅមុនកម្ពុជាជាប្រធានអាស៊ាននៅឯអង្គការសហប្រជាជាតិប៉ុន្តែពុំមានវិធានការណាធ្ងន់ធ្ងរបំផុតដាក់ទៅលើរបបសឹកនេះបាននោះទេព្រោះតែប្រទេសចិននិងរុស្ស៊ីបោះឆ្នោតជំទាស់ចូលមកដល់ឆ្នាំ2023ខាងមុខនេះឥណ្ឌូនេស៊ីបានប្រកាសចំហរួចទៅហើយថាបើអាស៊ានធ្វើមិនបានទៅលើរបបសឹកភូមិទេគឺអាស៊ានត្រូវតែមូលមតិគ្នារុញរឿងភូមិនេះទៅកាន់មហាសន្និបាតជាថ្មីម្ដងទៀត
មិនមែនត្រឹមតែមានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយបច្ចុប្បន្ននេះទេនេះគឺជាការបញ្ជាក់ចំហរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដែលធ្លាប់ថ្លែងដូចនេះច្រើនលើកមកហើយនៅឯវេទិកាធំៗក្នុងសមាគមអាស៊ាននៅពេលដែលជំនួបរវាងមេដឹកនាំអាស៊ាននិងមេដឹកនាំអាមេរិកប្រព្រឹត្តទៅកាលពីថ្ងៃទី12ខែវិច្ឆិការបៀបរយៈអំពីប្រទេសភូមាក៏ត្រូវបានអាមេរិកលើកមកពិភាក្សាផងដែរលោកโจ Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថាអាស៊ានមិនត្រូវទុកឱកាសឲ្យរបបសឹកភូមាបន្តការកាប់សម្លាប់ប្រជាជនភូមាជារៀងរាល់ថ្ងៃទៀតនោះទេលោក Biden ទទូចថាអាស៊ានត្រូវតែរួមសហការជាមួយនឹងសហគមន៍អន្តរជាតិធ្វើយ៉ាងណារុញឲ្យមានការផ្ទេរអំណាចគឺដកអំណាចពីរបបសឹកទៅឲ្យរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញនៅក្នុងវេទិកាអាស៊ានជាមួយនឹងប្រទេសនៃមេដឹកនាំសហភាពអឺរ៉ុបក៏ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបព្យាយាមលើកឡើងអំពីប្រទេសភូមាផងដែរគឺមិនខុសនឹងលោក Biden នោះទេដូចនេះការដែលភូមាដោះលែងអ្នកទោសជិត 6000 នាក់ដែលមើលទៅក៏មានអ្នកធំអ្នកសការនិងអ្នកនយោបាយផងដែរនោះទំនងពួកយោធាដឹងខ្លួនថាឆ្នាំ2023នេះប្រធានអាស៊ានមិនមែនលោកហ៊ុនសែនទៀតនោះទេដែលត្រូវអ្នកវិភាគចាត់ទុកថាជាអ្នកសម្របសម្រួលស្ថានភាពឲ្យរបបសឹកភូមារកមធ្យោបាយអុបពេលវេលាដើម្បីកាន់អំណាចទៅមុខរបបសឹកភូមាច្បាស់ណាស់ដឹងថាឥណ្ឌូនេស៊ីជាប្រទេសដែលមានឥទ្ធិពលជាងគេក្នុងសមាគមអាស៊ានជាប្រទេសប្រជាធិបតេយ្យធំជាងគេហើយមិនខ្លាំងខ្លាយនោះទេដូច្នេះប្រទេសឥណ្ឌូនេស៊ីនិយាយទៅកាន់ប្រទេសផ្សេងទៀតគឺប្រទេសទាំងនោះអាចនឹងយកចិត្តទុកដាក់អនុវត្តតាមសំណពរឬក៏មានការជំរុញឲ្យមានការដោះស្រាយចំពោះវិបត្តិនៅភូមាដែរក្នុងន័យនេះកម្ពុជាជិត1ឆ្នាំមកនេះរយៈមិនបានធ្វើអ្វីលើប្រទេសភូមាឲ្យមានលទ្ធផលជាដុំកំភួននោះទេហើយគោលការណ៍5ចំណុចដែលមេរដ្ឋប្រហារមានអំលាំងចុះហត្ថលេខានៅចំពោះមុខមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីខែមេសាក្នុងនោះគ្មានចំណុចណាមួយដែលคล้ายជាលទ្ធផលធ្វើឲ្យធូរស្រាលវិបត្តិនយោបាយនៅភូមានោះទេជាពិសេសការដោះលែងអ្នកទោសនយោបាយទាំងអស់ក៏មិនអាចធ្វើទៅបានដែរបន្ថែមពីលើនេះទៅទៀតអ្នកនយោបាយល្បីៗនៅមិនទាន់បានដោះលែងទេក្នុងនោះរួមមានទាំងអ្នកស្រីអង្សានស៊ូជីប្រធានាធិបតីមីនមៀននិងអ្នកតំណាងរាស្ត្ររបស់គណៈបកសម្ព័ន្ធជាតិប្រជាធិបតេយ្យរាប់រយអ្នកនៅតែបន្តឃុំខ្លួននៅខណៈដែលភូមាចាប់អ្នកប្រឆាំងនៃរបបរបស់ខ្លួនជាង 16000 អ្នកដាក់ឃុំនៅឡើយនោះរបបសឹកនេះបានសម្លាប់អ្នកប្រឆាំងរបស់ខ្លួនកើនឡើងដល់ទៅជាង 2400 អ្នកហើយក្នុងចំណោមអ្នកទោសជិត 6000 អ្នកនោះគឺមានតួលេខដែលបញ្ជាក់ថាអ្នកទោសមនសិការអ្នកត្រូវដោះលែងនោះគឺមានចំនួនតិចតួចបំផុតឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនប្រ៊ុយណេនិងសិង្ហបុរីគេពុំបាន